រឿងពិតនៃការចាប់ជាតិដ៏រន្ធត់ក្មេងស្រីអាមេរិកនិយាយភាសាចិនបុរាណដែលសំបីតែគ្រូបង្រៀនក៏មិនចេះដែរតើអ្នកជឿលើរឿងចាប់ជាតិទេនេះគឺជាករណីតែមួយគត់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិដែលមានភស្តុតាងច្បាស់លាស់បំផុតនិងគួរឲ្យខ្លាចបំផុតហេតុការណ៍នេះបានកើតឡើងនៅឆ្នាំ1939ក្នុងរដ្ឋឥណ្ឌាណាសហរដ្ឋអាមេរិកក្មេងស្រីតូចម្នាក់ឈ្មោះម៉ារីដែលកើតក្នុងគ្រួសារជនជាតិអាមេរិកសុទ្ធសាធស្រាប់តែចាប់ផ្ដើមនិយាយប្លែកៗនៅភាសាដ៏ចម្លែកមួយដែលគ្មាននរណាម្នាក់នៅក្បែរនាងអាចស្ដាប់យល់ទាល់តែសោះដំបូងឡើយឪពុកម្ដាយរបស់នាងគិតថាវាគ្រាន់តែជាភាសាកូនក្មេងប៉ុន្តែនៅពេលនាងធំឡើងវាច្បាស់ណាស់ថាម៉ារីកំពុងនិយាយភាសាចិនយ៉ាងស្ទាត់ជំនាញគ្រួសាររបស់នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះពួកគេគ្មានទំនាក់ទំនងទាល់តែសោះជាមួយប្រទេសចិនអ្នកជំនាញភាសាដល់ថ្នាក់ស្រឡាំងកាំងម៉ារីមិនត្រឹមតែចេះភាសាចិនទេតែនាងប្រើពាក្យបុរាណដែលគេឈប់ប្រើរាប់រយឆ្នាំមកហើយដោយការចងចាំអតីតជាតិនាងបានចង្អុលផែនទីចាស់មួយយ៉ាងច្បាស់ហើយបង្ខំឲ្យឪពុកម្ដាយនាំនាងទៅកាន់ភូមិអាថ៌កំបាំងមួយក្នុងប្រទេសចិនជាបន្ទាន់ក្រោយធ្វើដំណើរដ៏វែងឆ្ងាយពួកគេបានទៅដល់ភូមិនោះម៉ារីហាក់ដូចជាបានដឹងច្បាស់ថានាងត្រូវទៅណាដោយនាងបានបញ្ជាឲ្យរថភ្លើងឈប់នៅចំណុចជាក់លាក់មួយនាងបាននាំឪពុកម្ដាយទៅផ្ទះកសិករមួយហើយគោះទ្វារយ៉ាងតក់ក្រហល់ហាក់បីដូចជានាងទើបតែត្រឡប់មកដល់ផ្ទះវិញបន្ទាប់ពីបាត់ខ្លួនជាយូរឆ្នាំគ្រាន់តែបរិសុទ្ធចំណាស់បើកទ្វារភ្លាមម៉ារីមិនបង្អង់យូរទេនាងស្ទុះរត់ចូលទៅក្នុងផ្ទះកម្ដៅទៅរកជញ្ជាំងមួយកន្លែងដោយមិនស្ទាក់ស្ទើរនាងបានកោះឥដ្ឋមួយដុំចេញហើយទាញយកតុក្កតាដល់ចាស់កម្រិលមួយដែលពោពេញទៅដោយធូលីដីនាងអោបតុក្កតានោះយ៉ាងណានជាប់នឹងទ្រូងរួចសម្លឹងទៅកាន់បរិសុទ្ធចំណាស់ដោយកែវភ្នែកដ៏មុតមាំហើយសួរគាត់ថាតើលោកមិនចាំខ្ញុំទេឬនេះជាតុក្កតារបស់ខ្ញុំអ្វីដែលម៉ារីនិយាយបន្ទាប់បានធ្វើឲ្យអ្នកទាំងអស់គ្នាត្រជាក់ខ្លួនដោយភាពតក់ស្លុតខ្លាំងបំផុតតើអ្នកយល់យ៉ាងណាចំពោះសាច់រឿងមួយនេះកុំភ្លេចខមមិននៅខាងក្រោម